ហើយទីបំផុតចៅមកវិញហើយចៅពិតជាឧស្សាហ៍ដូចជាឈ្មោះមែនលោកតាកំសោយចំអកឲ្យចៅអីចៅទៅដើម្បីយកបទពិសោធន៍តែប៉ុណ្ណោះទេម្យ៉ាងវិញទៀតដំណើរនេះខ្ញុំបានរៀនសូត្រជាច្រើនថែមទាំងមានមិត្តថ្មីទៀតផងចុះរឿងស្នេហារបស់ចៅវិញនោះប្រាប់តាមកមើលហាតើមានរឿងអ្វីតើលោកតាចង់បានន័យថាយ៉ាងម៉េចហ្នឹងលោកតាគិតថាចៅដេញតាមចៅហុងទេតាលោកតាតាមពិតខ្ញុំទៅដើម្បីបានបទពិសោធន៍តែប៉ុណ្ណោះមិនដូចតាគិតនោះទេល្អអញ្ចឹងក៏អញ្ចឹងចុះខ្ញុំហត់ហើយខ្ញុំទៅសម្រាប់ឲ្យលោកតាមិនអីទេចៅស្រីចៅទៅសម្រាប់ចុះលោកតានិយាយថាខ្ញុំដេញចាប់ស្នេហាមែនទេបើអញ្ចឹងថ្ងៃស្អែកខ្ញុំទៅជួបម្ដាយគាត់សាកល្បងមើលសិនព្រាមច្បងរីករាយដែលបានជួបរាជច្បងម្ដងទៀតពួកយើងបែកគ្នាយូរណាស់ហើយឯងពិតជារីកចម្រើនលឿនមែនអបអរសាទរដែលឯងឈានដល់កម្រិតទី12លោកគ្រូនៅពេលខ្ញុំជួបព្រាមច្បងលើកដំបូងខ្ញុំស្មានតែគាត់ជាបងស្រីទៅហើយប៉ុន្តែខ្ញុំឆ្ងល់ណាស់តើវាអាចទៅរួចយ៉ាងម៉េចទៅស្រីអូនបើខ្ញុំដូចជាបងរបស់ឯងទៅហើយឯងហៅខ្ញុំថាបងស្រីតែម្ដងទៅរៀមច្បងខ្ញុំក៏ចង់សួរសំណួរមួយទៅរៀមច្បងផងដែរខ្ញុំដឹងថាឯងមានសំណួរជាច្រើនចង់សួរខ្ញុំឥឡូវនេះឯងសួរមកចោះតើរៀមច្បងជាអ្នកបណ្ដោះក្របពូជដំណក់ឈាមរាជវង្សបិសាចក្នុងខ្លួនខ្ញុំមែនទេត្រូវហើយប៉ុន្តែកុំបារម្ភអីវាមានប្រយោជន៍សម្រាប់ឯងនោះទេពេលដែលឯងទទួលមរតកពីខ្ញុំនោះខ្ញុំឃើញថារាងកាយរបស់ឯងមានថាមពលអតិទេពដូច្នេះខ្ញុំដឹងថារាងកាយរបស់ឯងប្រកាសជាអាចគ្រប់គ្រងដំណក់ឈាមរាជវង្សបិសាចនោះបានរៀមច្បងតើរៀមច្បងគឺជាដូនតារបស់រាជវង្សបិសាចដែលគេហៅថារាជិនីបិសាចនោះមែនទេមិននឹកស្មានសោះថានាងជាក្មេងចំនួនក្រោយសោះក៏ប៉ុន្តែនាងបែរជាដឹងអំពីខ្ញុំទៅវិញតាមពិតរាជិនីបិសាចបានជ្រើសរើសរូបរាងជាបងស្រីគាត់ប្រកាសជាចាប់ចិត្តលើលោកគ្រូមិនខានលោកម្ចាស់ព្រះរាជគ្រូចង់ជួបលោកម្ចាស់មិនអីទេអញ្ជើញគាត់ឲ្យចូលមកចាស់លោកម្ចាស់ខ្ញុំនឹងឲ្យគាត់ចូលមកហាស្រីម្នាក់នេះពិតជាមានរូបរាងដូចព្រះនាងបោះស្បាខ្លាំងណាស់ប៉ុន្តែចំហាយរបស់នាងមិនដូចគ្នានោះទេព្រះរាជគ្រូតើព្រះរាជគ្រូមកដើម្បីនិយាយអំពីរឿងថ្ងៃស្អែកទៅកាន់ព្រំដែនមែនទេហាព្រំដែនឬអាណាចក្រអង្គរមានសង្គ្រាមហើយត្រូវហើយម្យ៉ាងទៀតថ្ងៃស្អែកព្រះទេវីក៏ទៅជាមួយយើងដែរយើងត្រូវតែប្រយ័ត្នបន្ថែមទៀតខ្ញុំមិនយល់ពីចិត្តរបស់ព្រះអង្គសោះហេតុអ្វីបានជាទ្រង់មិនខាត់ព្រះនាងអញ្ចឹងតាមពិតទៅព្រះនាងនៅតែទទួលចង់ទៅព្រះអង្គធ្វើនេះដើម្បីបំពេញបំណងរបស់ព្រះនាងតែប៉ុណ្ណោះលោកគ្រូខ្ញុំមានគំនិតមួយតែគំនិតនេះក៏គ្រោះថ្នាក់សម្រាប់សិស្សរបស់យើងផងដែរនាងឆាប់និយាយពីអ្វីដែលនាងចង់បង្ហាញមកកាន់ពួកយើងមកខ្ញុំគិតថាពួកយើងគួរតែនាំសិស្សដែលមានទេពកោសល្យមួយចំនួនមកពីសាលាផ្សេងៗចូលរួមជាមួយពួកយើងសិស្សទាំងនោះគួរតែទទួលបានបទពិសោធន៍តាក់ទងទៅនឹងសង្គ្រាមជាមួយនឹងព្រំដែនយើងត្រូវឲ្យពួកគេមើលឃើញអំពីសង្គ្រាមពិតជាក់ស្ដែងតែម្ដងថាវាកើតឡើងយ៉ាងណាហើយយើងក៏ត្រូវឲ្យពួកគេដឹងអំពីសោកនាដកម្មនៃសង្គ្រាមផងដែរឲ្យពួកគេបានឃើញទស្សនវិជ្ជាជាក់ស្ដែងនៃការបំផ្លិចបំផ្លាញក្រោយពីសង្គ្រាមដែលសៀមបានឈ្លានពានមកអាណាចក្រអង្គរយើងនេះគឺជារឿងល្អសម្រាប់បណ្ដុះស្មារតីដល់ពួកគេដំណើរនេះអាចនឹងគ្រោះថ្នាក់ដល់អាយុជីវិតតើយើងនឹងដោះស្រាយយ៉ាងណាចំពោះគ្រួសាររបស់គេព្រះរាជគ្រូពួកគេអាចទៅបានលុះត្រាតែឪពុកម្ដាយរបស់ពួកគេអនុញ្ញាតតែប៉ុណ្ណោះស្រីអូនគ្រូមិននឹកស្មានថាឯងបែរជាមានគំនិតល្អបែបនេះគ្រូនឹងទទួលយកគំនិតនេះលោកគ្រូប្រសិនបើលោកគ្រូយល់ថាល្អមែននោះលោកគ្រូត្រូវឲ្យរង្វាន់ខ្ញុំហើយគឺត្រូវហើយលោកគ្រូនឹងឲ្យរង្វាន់ទៅឯងតើឯងចង់បានអ្វីដែរ
ខ្ញុំនឹងប្រាប់លោកគ្រូនៅពេលដែលពួកយើងនៅតែពីរនាក់ទៅចាស់ពិសីឆាប់ចូលមកចាស់លោកម្ចាស់ខ្ញុំមកដល់ហើយផ្សព្វផ្សាយបញ្ជារបស់ខ្ញុំទៅកាន់រាជថានៅថ្ងៃស្អែកនេះយើងត្រូវការអ្នកក្លាហានដែលមានកម្រិត10បូកដើម្បីទៅជាមួយយើងទៅកាន់ព្រំដែនប្រាប់ពួកគេឲ្យសម្រេចចិត្តឲ្យបានច្បាស់ពីព្រោះថាសេចក្តីស្លាប់អាចកើតមានគ្រប់ពេលទាំងអស់ខ្ញុំគិតថាឯងគួរតែដាក់ឈ្មោះដំណើរមួយនេះទៅខ្ញុំដាក់ឈ្មោះវាថាទស្សនកិច្ចសង្គ្រាមយល់ហើយលោកម្ចាស់អ្នកមីងសូមទទួលការគោរពពីខ្ញុំមិននឹកស្មានសោះថាម្ចាស់កុលសម្ព័ន្ធមនុស្សព្រៃបែរជាមានសម្រស់ស្រស់ស្អាតយ៉ាងនេះកុំសរសើរខ្ញុំអីអ៊ំស្រីម្យ៉ាងទៀតខ្ញុំក៏នាំយកបណ្ដាការមកផងដែរហាបងស្រីយកបណ្ដាការឲ្យម្ដាយខ្ញុំតាមពិតទៅខ្ញុំមិននិយាយលេងទេនេះគឺជាអំណោយជួបមុខគ្នាជាមួយនឹងអ៊ំស្រីនោះទេខ្ញុំស្មានតែនាងយកបណ្ដាការមកដើម្បីស្ដីដណ្ដឹងក្មួយប្រុសរបស់ខ្ញុំទេតាណាស់ហើយចាស់មិនអីនោះទេក្មួយស្រីឆាប់អញ្ជើញអង្គុយចុះមកអរគុណអ្នកមីងនិយាយអញ្ចឹងនាងនៅក្មេងយ៉ាងនេះបែរជាអាចបំបែកដែនរបស់ខ្ញុំបានពិតជាពូកែមែនត្រូវហើយអ៊ំស្រីបងស្រីពិតជាពូកែមែនហើយថែមទាំងស្រស់ស្អាតទៀតផងកុំនាំគ្នាចេះតែសរសើរខ្ញុំអីខ្ញុំពិតជាអៀនខ្លាំងណាស់អ៊ំស្រីខ្ញុំទទួលបានដំណឹងថាថ្ងៃនេះលោកបងហងទៅកាន់ព្រំដែនហើយខ្ញុំគិតថាដំណើរនេះអាចគ្រោះថ្នាក់ដល់ជីវិតបានតើអ៊ំស្រីគិតយ៉ាងណាដែរដោយការប៉ាន់ស្មានមែនអាណាចក្រសៀមពិតជាឈ្លានពានអាណាចក្រអង្គរពិតមែនអ្នកម៉ែខ្ញុំគិតថាពួកយើងគួរតែទៅជួយបងប្រុសនៅឯព្រំដែនទៅក្មួយសច្ចៈឯងហើយនឹងបរមីព្រមទាំងកូនយើងនិងអ្នកខ្លាំងមួយចំនួនទៅជួយដល់ហងទៅអ៊ំស្រីខ្ញុំក៏ចង់ទៅជួយដល់បងហុងផងដែរខ្ញុំក៏ទៅដែរខ្ញុំបានសាងកំហុសជាច្រើនលើកនេះខ្ញុំត្រូវទៅលុបលាងកំហុសរបស់ខ្ញុំវិញល្អបានជាបែបនេះពួកយើងរៀបចំខ្លួនចេញដំណើរឥឡូវនេះទៅបាយបាយ